មកដឹងពី app កំណត់វិទ្យាចំនួន3ដែលជួយអ្នកតគ្នានៅក្នុងការធ្វើលំហាត់កំណត់វិទ្យាឲ្យកាន់តែល្អប្រសើរជាងមុនដោយសារតែនៅពេលថ្នាក់ទី12ហ្នឹងក៏ខ្ញុំបានធ្វើលំហាត់ចេញពី app ទាំងអស់ហ្នឹងដែរហើយវាពិតជាជួយខ្ញុំបានច្រើនខ្លាំងមែនតើដោយសារតែខ្ញុំមានឯកសារនៅក្នុងការស្វែងសិក្សាបន្ថែមខ្លួនឯងជារៀងរាល់ថ្ងៃមុននឹងចូលវីដេអូមួយនេះដែរអ្នកតគ្នាកុំភ្លេចចុច report like ក៏ដូចជា mention ដើម្បីអ្នកគ្នាឃើញបានកាន់តែកាន់តែល្អដោយសារតែវីដេអូនេះពិតជាល្អខ្លាំងមែនតើសម្រាប់ app ទី1ហ្នឹងមានឈ្មោះថាខ្មែរ Math Exercise នៅក្នុងនេះគឺពិតជាមានលំហាត់ច្រើនខ្លាំងមែនតើមកអ្នកគ្នាចាប់ពីថ្នាក់ទី7ដល់ទី12មិនត្រឹមតែមានតែលំហាត់ឲ្យអ្នកគ្នាអនុវត្តទេណាគឺគេមានតាំងចម្លើយនៅក្នុងនឹងទៀតអញ្ចឹងក៏ឡងពេលដែលអ្នកទាំងអស់គ្នាធ្វើអត់ចេះឬក៏តាក់កន្លែងណាអាចចូលទៅមើលចម្លើយនឹងផ្ទៀងភ្លាមបានសម្រាប់ app ទី2វិញមានឈ្មោះថាខ្មែរ Math Formula សម្រាប់អូនដែលគាត់ខ្ជិលនៅក្នុងការកត់រូបមន្តគណិតវិទ្យាអញ្ចឹងអ្នកគ្នាអាចទៅ download app នេះដើម្បីស្វែងយល់បន្ថែមតទៅជាមួយនឹងរូបមន្តដែលអ្នកគ្នាខ្ជិលកត់នឹងបានហើយងាយស្រួលដូចជាចំណេញពេលវេលាអ្នកទាំងអស់គ្នាច្រើនបើសិនជាយើងធ្វើលំហាត់ហើយយើងមានរូបមន្តមើលទៀតគឺវាកាន់តែធ្វើឲ្យការសាកបនអ្នកទាំងអស់គ្នានឹងគឺវារលូនទៅមុខហ្មងហើយសម្រាប់ app ទី3នោះវិញគឺមានឈ្មោះថាខ្មែរ Math Exam សម្រាប់ app នេះវិញគឺគេចងក្រងបែបចេញជាវិញ្ញាសាសុទ្ធសាធតែម្ដងចឹងស្មានអូនដែលគាត់ធៀមប្រឡង diploma ចឹងបានវិញ្ញាសា diploma ក្នុងនោះក៏គេមានដែរទាំងបាក់ដប់ប្រឡងពេទ្យបូករួមជាមួយនឹងការត្រៀមប្រឡងគ្រូអីនៅក្នុងនោះគឺគេមានទាំងអស់តែម្ដងចឹងគឺងាយស្រួលសម្រាប់អ្នកទាំងអស់គ្នានៅក្នុងការចង់បានវិញ្ញាសាដើម្បីពង្រឹងទៅលើការរៀនរបស់យើងបន្ថែមទៀតបូករួមជាមួយនឹងវិញ្ញាសាឆ្នាំចាស់ៗក៏គេមាននៅក្នុងនឹងដែរហើយសម្រាប់វីដេអូខ្ញុំថ្ងៃនេះដែរគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយបាយ